សួស្តីម្ដងទៀតបងប្អូនថ្ងៃនេះខ្ញុំចេញព័ត៌មានយឺតបន្តិចប៉ុន្តែព័ត៌មានថ្ងៃនេះដោយតែយើងបានដឹងភាគច្រើនហើយយើងឃើញថានៅក្នុងប្រទេសថៃគឺនាយករដ្ឋមន្ត្រីថៃទើបតែត្រូវបានតុលាការធម្មនុញ្ញសម្រេចថាព្យួរឈ្មោះរបស់គាត់ហើយទុកពេលឲ្យគាត់រយៈពេល15ថ្ងៃក្នុងការដែលគាត់អាចធ្វើការតវ៉ាផ្សេងៗក៏ដូចជាស្រាយបំភ្លឺនៅគោលជំហររបស់គាត់នៅក្នុងនយោបាយរបស់គាត់ហើយឃើញថាគាត់បានទទួលបានតំណែងថ្មីមួយទៀតគឺតំណែងជារដ្ឋមន្ត្រីក្រសួងវប្បធម៌បងប្អូនហើយសូមអបអរសាទរគាត់ហើយមួយទៀតគឺព្រះមហាក្សត្រថៃទើបតែបានទទួលស្គាល់នៅគណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាលថ្មីរបស់គាត់បងប្អូនសម្រាប់ខ្ញុំផ្ទាល់ចំពោះកិច្ចការនេះខ្ញុំឃើញថាហាក់ដូចជាប្លែកខ្ញុំអត់ដែលឃើញអត់ដែលឮថាមានការព្យួរឈ្មោះនាយករដ្ឋមន្ត្រីអីបែបហ្នឹងបើត្រូវដកហេតុអីមិនដកចេញឲ្យដាច់ស្រឡះទៅឬក៏គេនឹងមានបំណងទុកឱកាសឲ្យគាត់យ៉ាងម៉េចឬក៏គាត់អាចនឹងត្រឡប់មកកាន់ជាតំណែងនាយករដ្ឋមន្ត្រីពេញលេញយ៉ាងម៉េចទៀតយើងអត់ទាន់ដឹងយើងតាមដានទាំងអស់គ្នាប៉ុន្តែក្នុងនោះដែរខ្ញុំមើលឃើញបងប្អូនមួយចំនួនបានសរសេរអត្ថបទដែលជាអ្នកដែលនិយមសរសេរអត្ថបទអំពីការវិភាគឬការដែលគាត់មើលឃើញយ៉ាងណាចំពោះនយោបាយនោះគឺខ្ញុំបានឃើញអត្ថបទរបស់បងមួយចំនួនដែលគាត់អាសាសរសេរអត្ថបទពីនយោបាយអញ្ចឹងឥឡូវនេះខ្ញុំលើកអត្ថបទមួយចំនួនមកបង្ហាញបងប្អូនអាចមើលបងប្អូនអាចពិចារណាបងប្អូនអាចវាយតម្លៃដោយខ្លួនឯងបានខ្ញុំមិនថាយ៉ាងណាទេកាលពីរសៀលថ្ងៃទី1ខែកក្កដាហ្នឹងគឺពេលដែល CC Times ចេញព័ត៌មានទាន់ហេតុការណ៍ភ្លាមនិយាយអំពីការព្យួរឈ្មោះនាយករដ្ឋមន្ត្រីថៃហ្នឹងភ្លាមខ្ញុំក៏ឃើញបងហុកណាវីមានការចែករំលែកខ្លីមួយនៅលើ page របស់គាត់គឺបងប្រុសបានសរសេរយ៉ាងដូចនេះថាបើមិនមានការព្យួរឈ្មោះរបស់គាត់សិនទេប្រកាសជាមានបាតកម្មតវ៉ាចំនួនកាន់តែច្រើនដូច្នេះត្រូវតែធ្វើបែបហ្នឹងសិនដើម្បីគ្រប់គ្រងស្ថានភាពផ្សេងបន្ទាប់មកយកនាយករដ្ឋមន្ត្រីស្ដីទីរបស់គាត់ជាអ្នកអនុវត្តផែនការបន្តបណ្ដោះអាសន្នហើយគាត់ក៏មានតួនាទីជារដ្ឋមន្ត្រីមួយទៀតនៅក្នុងក្រសួងវប្បធម៌ផងដែរនៅក្នុងការព្យួរនេះក៏មានរយៈពេលក្នុងការឲ្យគាត់តវ៉ាដែរដោយសម័យប្រយុទ្ធអញ្ចឹងបាទនេះគឺជា caption ខ្លីមួយរបស់បងណាវីគឺជាអ្នកសរសេរអត្ថបទនយោបាយប្រវត្តិសាស្ត្រដ៏ល្បីល្បាញកន្លងមកប៉ុន្តែនៅខាងលើមួយទៀតមានអត្ថបទខ្លីមួយទៀតខ្ញុំពិតជាចាប់អារម្មណ៍មែនទែនហើយខ្ញុំពិតជាចង់ចែករំលែកជាមួយបងប្អូនអត់ចង់ឲ្យបងប្អូនកន្លងហួសទេចាំមើលខ្ញុំចែករំលែកជាមួយបងប្អូនហើយខ្ញុំនឹងមើលជាបន្តទៀតថាតើអ្នកវិភាគណាអ្នកអត្ថាធិប្បាយណាផ្សេងទៀតមានយោបល់យ៉ាងណាតាក់ទងនឹងការព្យួរឈ្មោះនាយករដ្ឋមន្ត្រីថៃនេះហើយអត្ថបទមួយទៀតនេះគឺខ្ទង់ម៉ោង3រសៀលថ្ងៃទី1កក្កដាដដែលគាត់សរសេរយ៉ាងដូចនេះថាតើតុលាការធម្មនុញ្ញព្យួរឈ្មោះនាយករដ្ឋមន្ត្រីថៃអ្នកស្រីថាក់ស៊ីនមានបញ្ហាដល់ដំណើរការនយោបាយរបស់បកភឿថៃនិងនាយករដ្ឋមន្ត្រីថ្មីថៃដែរឬទេគាត់សរសេរជាឃ្លោងឃ្លាសំណួរនៅខាងលើហើយគាត់ក៏ផ្ដល់ចម្លើយផងដែរថាការព្យួរឈ្មោះនោះវាប៉ះពាល់អីវាប៉ះពាល់បកភឿថៃអត់វាប៉ះពាល់ដល់តួនាទីរបស់គាត់ជានាយករដ្ឋមន្ត្រីនឹងអត់ហើយចម្លើយនោះគឺថាគ្មានបញ្ហាទេព្រោះមូលហេតុ3យ៉ាងបាទគាត់ថាទោះជាព្យួរឈ្មោះចឹងក៏ដោយអត់មានបញ្ហាទេហើយមូលហេតុដែលគាត់ថាអត់បញ្ហាហ្នឹងគាត់បង្ហាញអំពីហេតុផល3យ៉ាងហេតុផលទី1តុលាការធម្មនុញ្ញមិនបានរំលាយបកភឿថៃទេដូច្នេះដំណើរការនយោបាយរបស់បកភឿថៃនៅដដែលគ្មានបញ្ហាអីទាំងអស់ហេតុផលទី2ការព្យួរឈ្មោះខុសពីការដកការព្យួរឈ្មោះគឺមានសិទ្ធិក្នុងការតវ៉ាក្នុងពេលវេលាតុលាការធម្មនុញ្ញបានកំណត់ឲ្យតវ៉ាឱកាសតវ៉ាការសន្ទនាមិនមែនជាការសន្ទនាបែបរដ្ឋឬទំនាក់ទំនងប្រទេសឡើយគឺលក្ខណៈឯកជនរវាងពូនិងក្មួយពីព្រោះសម្ដេចធំហ៊ុនសែនជាប្រធានព្រឹទ្ធសភានិងជាឧត្តមក្រុមប្រឹក្សាអង្គព្រះមហាក្សត្រចំណែកគាត់វិញជានាយករដ្ឋមន្ត្រីដូច្នេះគ្មានកិច្ចការងារអ្វីដែលត្រូវសន្ទនារវាងតួនាទីផ្ទុយគ្នាឡើយគឺមានតួនាទីខុសគ្នាហេតុផលទី3ការរៀបចំប្រព័ន្ធគណៈរដ្ឋមន្ត្រីថ្មីកាលពីព្រឹកមិញនេះដោយមានការទទួលស្គាល់ពីអង្គព្រះមហាក្សត្រមានន័យថានាយករដ្ឋមន្ត្រីស្ដីទីគឺជាបកភឿថៃដដែលនាយករដ្ឋមន្ត្រីស្ដីទីគឺឧបនាយករដ្ឋមន្ត្រីក្រសួងសាធារណការនិងក្លាយជានាយករដ្ឋមន្ត្រីស្ដីទីមានន័យថាគាត់
រៀបចំរួចហើយព្រឹកមិញនយោបាយគាត់នៅតែកាន់ដដែលទេបាទគេជួយឈ្មោះគាត់ប៉ុន្តែនាយករដ្ឋមន្ត្រីស្ដីទីដែលឡើងមកជំនួសគាត់ជាបណ្ដោះអាសន្នហ្នឹងគឺជាមនុស្សសំខាន់នៅក្នុងបកភឿថៃជាគណៈបកតែមួយរបស់គាត់ដដែលហើយបនណាវីក៏បន្តយ៉ាងដូចនេះទៀតថាតើតុលាការធម្មនុញ្ញថៃធ្វើបែបនេះធ្វើអីហេតុអីគេធ្វើអញ្ចឹងតើមូលហេតុអ្វីបានជាតុលាការធម្មនុញ្ញថៃធ្វើបែបហ្នឹងចម្លើយបាទនេះគឺជាចម្លើយរបស់គាត់ណាមិនមែនជាចម្លើយរបស់ខ្ញុំទេចម្លើយរបស់បនណាវីគាត់ឆ្លើយតបបំភ្លឺយើងយ៉ាងដូចនេះចម្លើយដើម្បីគ្រប់គ្រងស្ថានភាពអំពីសំណាក់ក្រមបាតកម្មនិងត្រូវការរៀបចំប្រព័ន្ធនយោបាយនិងប្រព័ន្ធយោធាដើម្បីធានាបានការគ្រប់គ្រងមានស្ថិរភាពដូចជាតួនាទីរដ្ឋមន្ត្រីក្រសួងការពារជាតិកាលពីព្រឹកមិញនេះមិនទាន់កំណត់ថាឲ្យនរណាកាន់នោះទេពីព្រោះមិនទាន់ដល់ពេលវេលាដែលពួកយោធាបានសន្យាថាដោះស្រាយបញ្ហាព្រំដែនរយៈពេល1ខែបើដល់ពេលវេលាកំណត់ដោះស្រាយមិនចេញទេនោះប្រកាសជាមានការតែងតាំងរដ្ឋមន្ត្រីក្រសួងការពារជាតិដើម្បីគ្រប់គ្រងលើពួកយោធាតែម្ដងនិងសំខាន់បំផុតគឺនយោបាយផ្ទៃក្នុងនៅក្នុងពេលដែលពួកគាត់កំពុងរៀបចំប្រព័ន្ធការងារក្រសួងមហាផ្ទៃឡើងវិញគឺការកាន់ប៉ូលីសហ្នឹងបើគាត់កាន់បាន 100% ហើយច្បាស់ណាស់ប្រកាសជាគ្មានបញ្ហាដល់ពួកគាត់ទៀតនោះទេហើយមានឃ្លោងឃ្លាមួយបន្ទាត់ទៀតគួរឲ្យចាប់អារម្មណ៍ដែរខ្ញុំអត់ចង់រំលងទេស៊ុនអ៊ូនិយាយថាស្គាល់ខ្លួនឯងស្គាល់សត្រូវស្គាល់មិត្តច្បាំង100 ដងឈ្នះ100 ដងបាទនេះគឺជាអត្ថបទនៅលើpage របស់បងហុកណាវីបាទហើយនៅពេលដែលនាយករដ្ឋមន្ត្រីផែថងឋានត្រូវបានតុលាការធម្មនុញ្ញថៃព្យួរឈ្មោះហ្នឹងគឺមានអត្ថបទមួយទៀតគេសរសេរថាលោកប្រយុទ្ធច័ន្ទអូចាកំពុងតែឡើងកោតហើយលោកប្រយុទ្ធគាត់ក៏មានមតិយោបល់ខ្លះដែរថាបើសិនជាគាត់មានអំណាចបើសិនជាគាត់មានឱកាសឡើងមកកាន់តំណែងនាយករដ្ឋមន្ត្រីថៃម្ដងទៀតគាត់នឹងដកតំណែងនាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ននេះឲ្យផុតតែម្ដងគាត់ថាគាត់នឹងធ្វើការរឹបអូសទ្រព្យសម្បត្តិរបស់នាយករដ្ឋមន្ត្រីបច្ចុប្បន្ននឹងយកមកសងប្រជាពលរដ្ឋថៃវិញក្នុងពេលដែលប្រជាពលរដ្ឋថៃជាច្រើនមានការខូចខាតផលប្រយោជន៍នៅពេលដែលមានការបិទព្រំដែនតាមតែអំពើចិត្តហ្នឹងហើយគាត់ថាគាត់នឹងដកតំណែងរបស់មេភូមិភាគ2ទៀតភ្លាមបាទនេះជាពាក្យសម្ដីរបស់គាត់អរគុណបងប្អូនជួបគ្នានៅវីដេអូក្រោយ